បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះថ្ងៃទី12ខែសីហាឆ្នាំ2026ខ្ញុំចោល channel ហ្នឹងយូរហើយបងប្អូនប្រហែលជាជិត1ឆ្នាំហើយអត់ដែលបានធ្វើវីដេអូផុសសោះហើយថ្ងៃនេះគឺដាក់វីដេអូមួយនាំបងប្អូនមកយល់ដឹងអំពីដំណាំដូងវិញម្ដងបាទហើយនេះគឺចំការដូងរបស់ខ្ញុំបាទខ្ញុំដាំនៅក្នុងភូមិទេហើយដូងខ្ញុំមានអាយុ5ឆ្នាំហើយបងប្អូនណា5ឆ្នាំហើយក៏បានផ្លែបដាដែរបងប្អូននេះបានផលហាហែបាទហើយអញ្ចឹងខ្ញុំដាក់កាមេរ៉ាមុខឲ្យបងប្អូនវិញបាទអញ្ចឹងចំពោះគម្លាតដូងដែលសមស្របគឺជាទូទៅគឺគេនិយមដាំ6ម៉ែត្រ4ជ្រុងបាទ6ម៉ែត្របើកទ្រូង6គម្លាតពីគល់ដូងមួយទៅគល់ដូងមួយទៀត6ម៉ែត្រអញ្ចឹង6ម៉ែត្រ4ជ្រុងហើយការដាំគឺយើងឆ្លាស់គ្នាអត់ដាំលក្ខណៈថាត្រង់ជួរដូចជាដើមកៅស៊ូទេដើម្បីឲ្យស្លឹកនៅធាងរបស់វានេះធ្លាក់មកគឺវាខុសគ្នាវាមានលទ្ធភាពក្នុងការញែកធាងឲ្យបានល្អបងប្អូននេះដូចបែបនេះញែកធាងបែបហ្នឹងការញែកធាងបែបហ្នឹងគឺផ្កាចេញមករីកធំបងប្អូនណាហើយផ្លែក៏កាន់ដែរបាទមិនសូវជាមានសត្វល្អិតនៅក្នុងនោះទេបាទប៉ុន្តែជាក់ស្ដែងដូងរបស់ខ្ញុំនេះគឺខ្ញុំដាំទ្រូង5ម៉ែត្រហើយនឹងគម្លាតពីគល់មួយទៅគល់មួយ4ម៉ែត្រគម្លាតនេះគឺញឹកណាស់បងប្អូនបាទកន្លែងនេះវើនេះដោយសារតែវាដាច់បាទដួងស៊ីងាប់មកដើមទៅខ្ញុំដាក់កូនតរ៉េននោះអញ្ចឹងក៏វាល្អវាញែកធាងល្អទៅដំបូងឡើយដោយសារតែខ្ញុំគិតថាវាដាំទៅវាមិនល្អដល់អញ្ចឹងទេដោយសារតែដីកន្លែងនេះអត់មានជីវជាតិទេហើយជាប្រភេទដីដែលមានថ្មដាសខាងក្រោមរាក់គឺមានគល់ដូងខ្លះអត់ត្រូវបានកាប់ម្ដៅកើតទេបងប្អូនគឺលើកបាទយកផ្លែដូងមកដាស់ហើយលើកដីពូនវិញហើយខាងក្រោមគឺប្រភេទថ្មបាទថ្មភាគច្រើនដូច្នេះខ្ញុំគិតថាដាំកម្លៀតប៉ុណ្ណេះវាសមស្របប៉ុន្តែដល់ពេលដាំទៅឃើញថាវាល្អគ្រាន់បើអញ្ចឹងឥឡូវវាទៅជាញឹកហើយបងប្អូនណាញឹកដូចនៅម្ដុំនេះអីគឺមែកស្លឹកវាដល់គ្នាហើយបាទនៅខាងមុខនេះគឺល្អច្រើនចំពោះកម្លៀតដែលបងប្អូនគួរដាំបាទឬក៏ត្រូវដាំតែហ្មងទៅបាទគឺដាំ6ម៉ែត្រ4ជ្រុងដូចខ្ញុំជម្រាបជូនបងប្អូនខាងដើមអញ្ចឹងបាទនេះគឺជាកម្លៀតដែលគេនិយមដាំហើយដាំទៅគឺលទ្ធភាពធាងហ្នឹងគឺវាអាចធ្លាក់ញែកល្អបាទដូចនេះអីចឹងទៅគឺនៅវាញឹកគ្នាបងប្អូនណាស្លឹកដល់គ្នាហ្នឹងស្លឹកដល់គ្នាបាទហើយបាទប៉ុន្តែសួរថាវាផ្លែទេបាទផ្លែបងប្អូនណានេះដូងខ្ញុំផ្លែតានេះផ្លែក៏គ្រាន់បើដែរពីមួយឃ្លីក៏សល់4 5ផ្លែអញ្ចឹងទៅសល់1 2អញ្ចឹងទៅសំខាន់គឺដាក់ជីបាទដាក់ជីដាក់ទឹកបាញ់ថ្នាំកម្ចាត់សត្វល្អិតឲ្យបានទៀងទាត់ទៅគឺនឹងបានផលហើយខ្ញុំមករយៈនេះគឺរាំងរវល់អត់ដែលបានបាញ់ថ្នាំកម្ចាត់សត្វល្អិតទេបងប្អូនបាទខានបាញ់យូរមែនតើប្រហែលជាកន្លះឆ្នាំហើយអញ្ចឹងក្តាប់ដែលចេញមកទោះបីជាយើងដាក់ទឹកឬក៏ជីគ្រប់គ្រាន់តែសត្វល្អិតមកអុចមករូមនេះក៏វាខូចដែរបាទនៅកន្លែងនេះគឺមកលុបទៅឈឹងទៅឆៃបងប្អូនបាទវាមែកធាងវាធ្លាក់ដល់គ្នាហើយបាទនេះបងប្អូនបាទដូងនេះគឺអាយុ5ឆ្នាំហើយខ្ញុំធ្វើវីដេអូតាំងពីដូងនេះទៅដាំរហូតដល់បានផលហើយបងប្អូនបានផ្លែនេះបាទផ្លែនេះសល់មួយឃ្លាសល់2 3ក៏បានដែរបងប្អូនណានេះគឺបេះអស់2 3ផ្លែដែរហើយបាទអញ្ចឹងនៅសល់2ផ្លែទៀតបាទហើយចំពោះទីផ្សារដូងវិញបាទកុំបារម្ភបងប្អូនអត់ចាល់ទេគេថាដាំដូងច្រើននៅសល់គឺរត់តែដូងលក់មិនបានផងបាទអានេះដាច់ទេដាច់តើបាទអញ្ចឹងអត់មានអីវែងឆ្ងាយទេបងប្អូនសម្រាប់វីដេអូនេះគឺមានតែប៉ុណ្ណឹងហើយចំពោះបងប្អូនដែលទើបតែចាប់ផ្ដើមធ្វើអាជីវកម្មដាំដូងគួរអនុវត្តដាំដូង4ម៉ែត្រសំទោស6ម៉ែត្រ4ជ្រុងបាទ6ម៉ែត្រទៅបានល្អច្រើនហើយធ្វើការថែទាំឬមានបញ្ហាអីក្នុងការសាកសួរបងប្អូនអាច
ក៏មិនសួរបានបាទខ្ញុំអត់អ្នកជំនាញទេបងប្អូនប៉ុន្តែជាបទពិសោធន៍ដែលខ្ញុំធ្លាប់ជួបប្រទេសដែលធ្លាប់ដាំដូងនេះបាទ5ឆ្នាំហើយបញ្ហាប្រឈមបន្តទៀតខ្ញុំសាកសួរគេដែរណាបាទប៉ុន្តែអ្វីដែលខ្ញុំចេះខ្ញុំនឹងចែករំលែកទៅដល់បងប្អូនទាំងអស់គ្នាបាទអរគុណ